ផលប៉ះពាល់នៃការញ៉ាំឆ្អែតពេកខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីផលប៉ះពាល់ក្នុងការបរិភោគឆ្អែតពេកក្នុងរយៈពេលយូរនៅពេលដែលអ្នកតែងតែពិសាឆ្អែតលើកំណត់នឹងធ្វើឲ្យរាងកាយអ្នកសម្បូរទៅដោយជាតិខ្លាញ់ដោយធ្វើឲ្យអ្នកងាយនឹងថត់ខ្លាំងណាស់ចំពោះអ្នកដែលមានជំងឺលើឈាមបើញ៉ាំឆ្អែតពេកនឹងធ្វើឲ្យសម្ពាធឈាមអ្នកងាយនឹងឡើងខ្ពស់ចំណែកអ្នកដែលមានជំងឺទឹកនោមផ្អែមវិញនឹងធ្វើឲ្យជាតិស្ករងាយឡើងដូចគ្នាប្រសិនជាអ្នកតែងតែពិសាឆ្អែតជ្រុលគ្រប់ពេលនឹងធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នករងសម្ពាធជាខ្លាំងធ្វើឲ្យប្រើរយៈពេលយូរដើម្បីរំលាយអាហារទាំងនោះដូចនេះយូរទៅនឹងធ្វើឲ្យក្រពះនិងប្រព័ន្ធរំលាយអាហាររបស់អ្នកងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលមនុស្សយើងតែងតែញ៉ាំឆ្អែតលើកំណត់នឹងធ្វើឲ្យឈាមពិបាកនឹងដើរដល់ខួរក្បាលដោយធ្វើឲ្យខួរក្បាលមិនសូវរស់រវើកឡើយបើអ្នកតែងតែបរិភោគអាហារឆ្អែតជ្រុលនឹងធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺលើសខ្លាញ់លើសសម្ពាធឈាមលើសជាតិស្ករនិងជំងឺបេះដូងផងដែរដូចនេះក្នុងអាហារគ្រប់ពេលអ្នកគួរតែញ៉ាំឆ្អែត7ភាគបានហើយទើបមិនធ្វើឲ្យសុខភាពអ្នកប្រឈមនឹងគ្រោះថ្នាក់